ស្ដីប្រិមិត្តវិលមកជួបគ្នាសាជាថ្មីម្ដងទៀតហើយជាមួយនឹងពិភពរឿងទៀនហើយថ្ងៃនេះដែរយើងនឹងពិពណ៌នារឿងមួយដែលមានចំណងជើងថាមុនស្នេហ៍ខ្មោចសិនដានៅខ្ទមមួយដែលសាងសង់នៅកណ្ដាលព្រៃដែលមានចម្ងាយឆ្ងាយពីទីប្រជុំជនរបស់អ្នកភូមិហើយខ្ទមនេះជារបស់ប្តីប្រពន្ធមួយគូដែលមានឈ្មោះថាណាតនិងរៃខណៈដែលរៃគាត់តែងតែដើរទៅព្រៃតាំងពីព្រឹកព្រលឹមដើម្បីរកផ្សិតហើយត្រឡប់មកផ្ទះវិញនៅពេលល្ងាចដែលគាត់តែងតែធ្វើបែបនេះជាប្រចាំថ្ងៃនេះរៃបានទៅរកផ្សិតនៅក្នុងព្រៃដូចធម្មតារហូតដល់ពេលថ្ងៃរសៀលជ្រេបន្តិចទើបរៃដើរសំដៅទៅទឹកអូដែលនៅកណ្ដាលព្រៃគាត់តែងតែនាំយកផ្សិតនិងបន្លែដែលប្រមូលបានពីការរកយកទៅលាងសម្អាតនៅទីនោះហើយគាត់បន្ទាប់ពីលាងផ្សិតរួចគាត់តែងតែឈប់សម្រាកនៅមាត់ទឹកអូនៅក្រោមដើមឈើធំមួយដែលពេលកំពុងតែអង្គុយសម្រាករៃក៏បានចោលភ្នែកក្រឡេកមើលទៅឃើញក្រឡដីឥដ្ឋចាស់មួយដែលអណ្ដែតទៅមាត់ច្រាំងដែលមានក្រណាត់យន្តចាស់មួយត្រូវបានចងភ្ជាប់ជាមួយនឹងគម្របរបស់វារៃដែលឃើញដូច្នេះគាត់ក៏បានលូកដៃទៅហែកក្រណាត់យន្តនោះហើយមើលទៅផ្នែកខាងក្នុងដែលមានការសង្ស័យទោះជាគាត់បានព្យាយាមសង្កេតមើលយ៉ាងណាប៉ុន្តែនៅតែរកអ្វីប្លែកនៅក្នុងនោះមិនឃើញសោះដោយជំនុំមកវិញឃើញតែកំតិចផេះតែប៉ុណ្ណោះព្រោះពេលដែលគាត់ឃើញដំបងរៃគាត់បានគិតថាប្រហែលជានៅក្នុងក្រឡនោះមានចិញ្ចៀនមាសប្រាក់និងកែវកងអសុរកានជាមិនខានហើយមើលទៅចុងក្រោយវាមិនដូចអ្វីដែលគាត់បានរំពឹងទុកនោះទេពេលឃើញថាក្រឡនោះវាគ្រាន់តែជាក្រឡដីឥដ្ឋធម្មតារៃគាត់ក៏បានបោះក្រវែងក្រឡនោះចោលទៅកណ្ដាលទឹកអូដោយមិនខ្វាយខ្វល់អ្វីឡើយពេលក្រវែងចោលរួចគាត់ក៏បានដើរចេញពីទីនោះក៏ស្រាប់តែក្រឡនោះលេចចេញនៅផ្សែងពណ៌ខ្មៅហោះអណ្ដែតមកខ្លាយជានារីវ័យក្មេងម្នាក់ដែលនៅកណ្ដាលទឹកអូនោះនាងបានឈរសម្លឹងទៅរៃពីខាងក្រោយដោយរៃគាត់មិនបានដឹងខ្លួនឡើយរៃមុននឹងគាត់បានដើរទៅសម្រាប់បាយថ្ងៃត្រង់ក្រោមដើមឈើគាត់ក៏បានងងួយដេកលងលក់មួយសន្ទុះទើបគាត់ភ្ញាក់ពីដំណេកវិញមុននឹងភ្ញាក់ផ្អើលពេលក្រឡេកមើលឃើញនារីម្នាក់ដែលកំពុងតែងូតទឹកនៅកណ្ដាលអូគាត់ប្រញាប់ព្រួតកិច្ចមកឈរពីក្រោយដើមឈើឆ្ងាយពីនោះមុននឹងងើបមុខចេញយឺតដើម្បីមើលម្ដងទៀតដោយលួចលាក់រៃគាត់បានសម្លឹងមើលរាងកាយនារីនោះដោយមិនដាក់ភ្នែកវាហាក់ដូចជាគាត់ស្ថិតនៅកន្លែងមួយដែលបានឃើញទេពអប្សរមកងូតទឹកលេងមួយសន្ទុះក្រោយមកនារីវ័យក្មេងនោះក៏ងើបចេញពីទឹកបន្ទាប់មកនាងក៏បានបាត់ខ្លួនចូលទៅក្នុងព្រៃនៃត្រើយម្ខាងនៃទឹកអូរៃមិនស្ទាក់ស្ទើរឡើយនៅពេលនោះហើយគាត់ក៏បានរត់ចេញពីការលាក់ខ្លួនមុននឹងដើរទៅតាមពីក្រោយនាងរៃគាត់បានដើរតាមនារីនោះពីខាងក្រោយហើយគាត់បានដើរលបហាក់ដូចជាខ្លាចនារីនោះឃើញរហូតទៅដល់បានជួបជាមួយនឹងខ្ទមមួយដែលស្ថិតនៅកណ្ដាលព្រៃសាងសង់អំពីស្បូវកំពុងតែលបមើលសុករៃមានការភ្ញាក់ផ្អើលពេលឮសំឡេងមួយដែលចេញពីខាងក្រោយខ្នងរបស់គាត់សួរមកថាតាអ្នកមកពីណាហើយមានការអីដែរចាព្រោះមិនដែលបានឃើញស្រីស្អាតពីមុនមករៃគាត់ក៏មានអាការៈអឹមអ៊ីនសម្លឹងមើលទៅដៃរបស់គាត់ដោយមិនហ៊ានមើលទៅមុខនារីនោះចំឡើយមុនពេលគាត់ប្រថុយប្រឋាននិយាយចេញមកលាក់បាំងអីខ្ញុំបានឈរមើលនាងងូតទឹកតាំងពីនាងមិនដឹងខ្លួនមកម្លេះហើយដោយឃើញសម្រស់របស់នាងស្អាតទើបខ្ញុំតាមមកដល់ទីនេះនឹងណាខ្ញុំក៏មិនដែលបានឃើញអ្នកណាមកទីនេះពីមុនមកដែរតើមានអ្នកណារស់នៅទីនេះទៀតអត់ខ្ញុំឈ្មោះថារៃទើបមកដល់ទីនេះជាលើកដំបូងខ្ញុំបានមកទីនេះយូរហើយតែមិនបានដឹងថានៅទីនេះមានផ្ទះនិងមានមនុស្សរស់នៅសោះអូប្រហែលជានិស័យហើយតើមានអ្វីឲ្យខ្ញុំជួយអ្នកបានទេអ្នកអាចប្រាប់ខ្ញុំមកបើមិនទាស់ខុសអីទេអញ្ជើញមកផ្ទះខ្ញុំទទួលទានទឹកសិនមកនាងបាននិយាយដោយស្នាមញញឹមដ៏ផ្អែមល្ហែមហើយផ្ញើក្រសែភ្នែកទៅរៃមុននឹងដើរឡើងចូលទៅលើផ្ទះរបស់នាងរៃបានមើលនាងពីខាងក្រោយដោយក្រសែភ្នែកងឹងឆ្ងល់គាត់ក៏បានដើរតាមនារីនោះពីខាងក្រោយដោយមិនស្ទាក់ស្ទើររៃនៅពេលនេះគាត់មិនអាចទប់អារម្មណ៍នឹងរាងកាយដ៏ស្រឡូនរបស់នាងម្នាក់នោះបានឡើយគាត់ក៏បានស្ទុះទៅអោបនាងពីខាងក្រោយអ្វីត្បិតតែនាងមើលទៅហាក់ដូចជាអ៊ីនខ្មាស់តែនាងមិនបានបដិសេធសេចក្តីប្រាថ្នារបស់រៃឡើយនាងក៏បានប្រគល់ខ្លួនទៅឲ្យរៃនៅក្នុងគ្រានោះទៅ
ចំណែកនៅខាងណាត់វិញដែលអង្គុយរងចាំប្តីរហូតដល់ពេលនេះប៉ុន្តែគាត់នៅតែមិនទាន់បានឃើញប្តីត្រឡប់មកវិញទៀតនាងចាប់ផ្ដើមមានអារម្មណ៍មិនល្អប៉ុន្តែភ្លាមនោះរីក៏បានដើរហួចកាត់ព្រៃមកផ្ទះទាំងអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ដូចជាមិនធ្លាប់មានអារម្មណ៍បែបនេះពីមុនណាមកឡើយរីគាត់បានយកត្រីធំ3ក្បាលមកបង្អួតដល់ប្រពន្ធរបស់គាត់ណាតអូនឆាប់មកយកត្រីទៅចម្អិនទៅមើលណែត្រីធំណាស់ណាតនាងបានឃើញប្តីរបស់ខ្លួនមកជាមួយត្រីដូចនេះនាងក៏មានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងរហូតភ្លេចខ្លួនថាឆ្ងល់ថាប្តីហេតុអ្វីបានជាទៅនឹងមកផ្ទះនៅពេលនេះណាតនាងបានធ្វើអាហារនៅពេលងាយហូបដូចសពដងប៉ុន្តែថ្ងៃនេះរីហាក់ដូចជាមានអារម្មណ៍ល្អជាពិសេសខុសរាល់ដងរហូតទៅដល់ណាតពេលនោះគាត់សម្គាល់ថាប្តីរបស់នាងដូចជាប្លែកប៉ុន្តែនាងមិនបានសួរអ្វីឡើយបន្ទាប់ពីថ្ងៃនោះរីបានភ្ញាក់ពីព្រលឹមរាល់ថ្ងៃដើម្បីប្រញាប់ចូលព្រៃប៉ុន្តែគាត់មិនបានដើររកសឹកដូចពីមុនទៀតទេគាត់បានដើរចូលទៅផ្ទះនារីនោះដោយចេតនារបស់គាត់ហើយរួមមិត្តរីជាមួយនាងជារៀងរាល់ថ្ងៃឥឡូវនេះរីគាត់បានលងស្រឡាញ់នារីចម្លែកនោះរហូតងើបក្បាលមិនរួចហើយរីកំពុងតែមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយនាងដោយមិនអោយណាតនាងដឹងខ្លួនឡើយរីបានទៅលួងលោមប្រឡំស្នេហ៍ជាមួយនារីនោះរាល់ថ្ងៃពួកគេបានរស់នៅជាមួយគ្នាដោយសម្ងាត់នៅក្នុងព្រៃនៃម្ខាងនៃទឹកអូអស់រយៈពេលជិត1ខែហើយចាប់តាំងពីពេលនោះមករីគាត់បានទៅផ្ទះវិញដោយមិនមានអ្វីមកជាមួយឡើយរហូតទៅដល់ណាតដែលជាប្រពន្ធចាប់ផ្ដើមសង្ស័យចំពោះប្តីក៏មានចំនួនរហូតទៅដល់ថ្ងៃមួយណាតបានរងចាំប្តីរហូតទៅដល់យប់ជ្រៅតែមិនឃើញប្តីរបស់ខ្លួនវិលត្រឡប់មកផ្ទះវិញសោះដោយក្តីព្រួយបារម្ភនាងគិតថាក្រែងមានរឿងអាក្រក់កើតឡើងចំពោះប្តីណាតក៏រត់ស្កាត់មកជួបនឹងផ្ទះលោកអ៊ំហាក់ដែលជាគ្រូមន្តអាគមខ្លាំងពូកែអ៊ំហាក់គាត់ជាមេភូមិហើយក៏ជាមនុស្សដែលមានមន្តអាគមរហូតទៅដល់អ្នកភូមិគោរពគាត់ខ្លាំងណាស់ណាតនាងបានប្រាប់រឿងរ៉ាវប្តីរបស់នាងដែលចូលព្រៃហើយបាត់នៅក្នុងព្រៃដែលមិនឃើញត្រឡប់មកផ្ទះវិញដូច្នេះអ៊ំហាក់គាត់បានធ្វើពិធីសមាធិដើម្បីប្រើញៀនស្វែងរកត្រីបានមួយផ្លែតអ៊ំហាក់គាត់ក៏បើកភ្នែកឡើងរួចក៏និយាយថាតើគេជានរណាគាត់ជាប្តីរបស់ខ្ញុំលោកអ៊ំប្តីរបស់ឯងពេលនេះត្រូវបានខ្មោចយកធ្វើជាប្តីហើយបើមិនប្រញាប់ជួយវាទេគ្មានផ្លូវអាចត្រឡប់មកវិញបានឡើយគេត្រូវខ្មោចសណ្ដំមុនស្នេហ៍ហើយនៅយប់នោះអ៊ំហាក់បាននាំណាតចូលព្រៃដោយដែលអ្វីដែលគាត់បាននិមិត្តឃើញនៅក្នុងការសមាធិមុនពេលអ្នកទាំងពីរបានទៅដល់កន្លែងនឹងឈប់នៅច្រាំម្ខាងនៃទឹកអូដែលមានរបស់របរទុកចោលលោកអ៊ំហាក់បាននាំណាតដើរកាត់ខ្សែទឹកអូទៅត្រើយម្ខាងទៀតណាតគាត់បានដើរក្បែរអ៊ំហាក់រួចឆ្លងទឹកអូទៅត្រើយម្ខាងទៅផ្ទះគូស្នេហ៍រីនៅកន្លែងនោះគឺពោពេញទៅដោយព្រៃឈើដុះស្កេះស្កាស់ណាតនាងបានដើរតាមពីក្រោយលោកអ៊ំហាក់រហូតទៅដល់ផ្ទះខ្មោចដែលជាគូស្នេហ៍របស់រីអ៊ំហាក់និងណាតខំសម្លឹងមើលទៅផ្លូវខាងមុខនៅក្នុងព្រៃមុននឹងឃើញរីកំពុងតែអង្គុយញញឹមហើយអោបទៅសាកសត្វខ្មោចនៅនឹងដៃខ្មោចនោះវាបានញញឹមហើយកំពុងនិយាយជាមួយនរណាម្នាក់ពេលដែលណាតនាងក៏លេចមើលទៅឃើញច្បាស់ទើបដឹងថានាងនោះប្រកាសជាខ្មោចដែលសណ្ដំប្តីរបស់ខ្លួនឲ្យលងស្រឡាញ់ងើបក្បាលមិនរួចនារីនោះមានមុខមាត់គួរឲ្យខ្លាចរាងកាយខ្មៅគ្របដណ្ដប់ដោយរាងកាយសំពីងសំពងចាប់អោបថើបប្តីរបស់នាងហើយខណៈនោះខ្មោចនោះវាបានដឹងថាពួកគេនៅទីនេះវាក៏បានសម្លឹងមើលទៅរកពួកគេហើយនិយាយថាតើពួកឯងជានរណាចាប់ចេញពីផ្ទះរបស់យើងព្រាមកុំសាងកម្មផលជាមួយគ្នាទៀតអីនាងខ្មោចមនុស្សនិងខ្មោចមិនអាចរស់នៅជាមួយគ្នាបានទេចាប់ចេញទៅនេះគឺជាប្តីរបស់ខ្ញុំនឹងយកគេទៅជាមួយវិញ្ញាណអាក្រក់មិនខ្លាចអ្វីទាំងអស់បន្ទាប់មកលោកអ៊ំហាក់គាត់ក៏បានយកអង្ករសដែលបូជាចេញពីថង់យាមរបស់គាត់មុននឹងធ្វើពិធីសូត្រមន្តរួចបានទៅលើសពខ្មោចរហូតទៅដល់វិញ្ញាណនោះត្រូវបានរលាកក្តៅក្រហល់ក្រហាយហើយស្រែកឡើងទាំងឈឺចំចាប់ឯងធ្វើអីនឹងប្រពន្ធរបស់ខ្ញុំនឹងនោះវាមិនមែនជាមនុស្សទេបើអ្នកនៅតែមិនចង់ស្លាប់ឆាប់ដើរថយក្រោយមកលោកអ៊ំហាក់បានសូត្រមន្តគាថាហើយបាចអង្ករសិលទៅលើវាម្ដងទៀតធ្វើឲ្យរីនឹងខ្មោចនោះនៅស្ងៀមហើយចាប់ផ្ដើមច្រត់ចុះពីស្រីស្អាតក្នុងក្រសែភ្នែករបស់រីក៏ប្រែជាខ្មោចដែលបានប្រែស្បែកជ្រីជ្រួញរំពេចនោះរីក៏បានអស់មុនសណ្ដំរបស់ខ្មោចធ្វើឲ្យរីមានការភិតភ័យយ៉ាងខ្លាំងរួចក៏ច្រានខ្មោចនោះចេញបងសំឡាញ់ជួយអូនផងណាត
ឆាប់យកប្តីរបស់ឯងចេញពីខ្មោចទៅណាតក៏ប្រញាប់ទាញរៃចេញតាមអ្វីដែលលោកអ៊ំហាក់បញ្ជាឥឡូវនេះរៃគាត់បានតក់ស្លុតហើយសន្លប់បាត់បង់ស្មារតីលោកអ៊ំហាក់គាត់បានយកក្រឡដីឥដ្ឋចេញពីថង់យាមរបស់គាត់មុននឹងគាត់អង្គុយចុះហើយសូត្រមន្តគាថាឲ្យមានកូររន្ទះបន្លឺឡើងមកពីគ្រប់ទីតំបន់ខណៈសម្រែកខ្មោចបានបន្លឺពេញព្រៃនាងបានព្យាយាមអង្វរឲ្យរៃជួយដល់នាងថារាងកាយរបស់នាងជិតរលាយទៅតាមប្រព័ន្ធផ្សែងហើយតែយ៉ាងណារៃក៏មិនបានជួយឡើយបន្ទាប់មកក្រឡអាគមក៏បានបើកវិញ្ញាណអាក្រក់នោះចូលទៅក្នុងវាបាត់បន្ទាប់ពីដួងវិញ្ញាណនោះបានចូលទៅខាងក្នុងក្រឡលោកអ៊ំហាក់ក៏បានយកវាទៅកប់នៅកណ្ដាលព្រៃក្រាស់លោកអ៊ំហាក់គាត់បានយកក្រណាត់យ័ន្តទៅបិទនឹងមាត់ក្រឡដោយប្រើខ្សែរុំយ៉ាងតឹងដើម្បីដាក់គប់វិញ្ញាណខ្មោចនោះកុំឲ្យវាគេចខ្លួនរួចទៀតនៅព្រឹកបន្ទាប់ណាតបាននាំរៃទៅជួបនឹងលោកអ៊ំហាក់នៅឯផ្ទះដើម្បីធ្វើពិធីបញ្ជារឿងអាក្រក់បន្ទាប់ពីរៃបានដឹងខ្លួនឡើងវិញគាត់បានប្រាប់ណាតនិងលោកអ៊ំហាក់អំពីអ្វីដែលគាត់បានជួបប្រទះឲ្យបានស្ដាប់តែក្រោយមកលោកអ៊ំហាក់គាត់ក៏បានប្រាប់ទៅរៃវិញថានាងខ្មោចនេះមានឈ្មោះថានាងសាំវាជាខ្មោចស្ត្រីមេម៉ាយដែលត្រូវបានចាប់ឃុំវិញ្ញាណនៅក្នុងក្រឡអស់រយៈពេលជិត19ឆ្នាំហើយព្រោះតែដួងព្រលឹងនេះវាបានបង្កឲ្យមានវិញ្ញាណអាក្រក់បំផុសបំផុលសណ្ដំទៅដល់រៃដែលដោះលែងវាហេតុនេះហើយទើបធ្វើឲ្យវិញ្ញាណខ្មោចនេះសណ្ដំស្នេហ៍ដល់រៃបានហើយសាច់រឿងមុនស្នេហ៍ខ្មោចសណ្ដំក៏ត្រូវបានបញ្ចប់តែត្រឹមនេះហើយបើមានចន្លោះខ្វះខាតត្រង់កន្លែងណាក៏សូមមេត្តាខន្តីអភ័យទោសពីសំណាក់បងប្អូនប្រិយមិត្តអ្នកទស្សនាហើយខ្ញុំបាទក៏សូមលំអរកាយគ្រប់លាជួបគ្នានៅពេលវេលាក្រោយបាយបាយ